và có mộtการ Big Five Podcast ជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងធានបទមួយនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាដែលជារឿយៗក្នុងនាមយើងជាភ្នាក់ងារតែងតែជួបប្រទះហើយនឹងវិធីដោះស្រាយមួយចំនួនតោះកុំឲ្យរងចាំយូរជួបជាមួយនឹងវាគ្មិនរបស់យើងនៅក្នុងប្រធានបទតើបញ្ហាអ្វីខ្លះដែលអតិថិជនតែងតែជួបប្រទះនៅពេលសម្រេចចិត្តទិញអចលនទ្រព្យហើយក្នុងនាមយើងជាភ្នាក់ងារជំនាញម្នាក់តើយើងគួរមានវិធីសាស្ត្រជួយសម្រួលការងារគាត់ដូចម្តេចខ្លះបាទជំរាបសួរបងសួរបាទអញ្ចឹងសូមបងជួយធ្វើការណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងបន្តិចណាបាទសូមអរគុណស្ដេចសាមដែលផ្ដល់កិត្តិយសឲ្យខ្ញុំចូលរួមនៅក្នុងកម្មវិធី Big Five Talk Show នេះហើយក៏សូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែទស្សនាវីដេអូមួយនេះផងដែរហើយពាក់ព័ន្ធជាមួយនឹងសំណួរអំបញ្ញមិញគឺជាសំណួរមួយដែលល្អមែនទែនគឺតើបញ្ហាអ្វីខ្លះដែលអតិថិជនយើងជាញឹកញាប់ក្នុងការទិញខុនដូទៅគាត់ជួបប្រទះបញ្ហាទាំងអស់នោះហើយនិយាយរួមទៅគឺវាមានបញ្ហាជាច្រើនមែនទែនដែលអតិថិជនគាត់ជួបប្រទះនៅពេលដែលគាត់ទិញខុនដូហ្នឹងប៉ុន្តែខ្ញុំសូមលើកយកនៅបញ្ហាមួយចំនួនដែលអតិថិជនភាគច្រើនគាត់ជួបប្រទះដូចគ្នាអញ្ចឹងបញ្ហាទី1គឺពាក់ព័ន្ធជាមួយនឹងបញ្ហាជឿក្បាលទៅលើរឿងលុយកាក់ឬក៏រ៉ែវត្ថុចំណុចនេះគឺខ្ញុំចង់សំដៅទៅលើការគាត់មិនបានគណនាអំពីការចំណាយសរុបពីព្រោះអ្នកដែលទិញខុនដូហើយមិនមែនមានន័យថាគាត់អត់មានកាតព្វកិច្ចអីផ្សេងទេមានន័យថាគាត់ត្រូវតែមានកាតព្វកិច្ចក្នុងការបង់នៅថ្លៃសេវាមួយចំនួនដែលមាននៅក្នុងស្រាប់នៅក្នុងខុនដូតែម្ដងនៅក្នុងនោះវាមានដូចជាថ្លៃ management fee ថ្លៃ maintenance sinking fund ថ្លៃចំណតរថយន្តឬក៏សេវាកម្មផ្សេងៗទៀតវាអាស្រ័យទៅតាមប្រភេទ condo unit ឬក៏គម្រោងផ្សេងៗបាទអញ្ចឹងយើងគិតមើលថាឧទាហរណ៍ថាម្ចាស់ condo មួយគាត់មានចំណូល$1,200អញ្ចឹងគាត់ទិញ condo មួយតម្លៃមកផ្ទុកគេហ្នឹងគឺមានន័យថាគាត់ទិញទៅគាត់មានសំទោសអធិស្ឋានមានន័យគាត់មានចំណូល$1,200អញ្ចឹងមានន័យថាគាត់ផាត់$600ហ្នឹងកាត់ការចំណាយរបស់គាត់ហ្នឹងរួចរាល់អស់ហើយអញ្ចឹងគាត់សល់$600ហ្នឹងគឺជាទុនវិនិយោគរបស់គាត់ដែលគាត់យកមកទិញខុនដូអញ្ចឹងបើសិនជាគាត់ចរចាជាមួយនឹងម្ចាស់គម្រោងហ្នឹងបង់ជាមួយនឹងលក្ខខណ្ឌនៃការបង់ប្រាក់បានអត់ការប្រាក់រយៈពេល2ទៅ3ឆ្នាំត្រឹមតែ1%ក្នុងមួយខែឧទាហរណ៍ដូចជាគម្រោង Times Square ចោះគេផ្ដល់ជាមួយ1%ក្នុងមួយខែអញ្ចឹងមានន័យថាបើសិនជា unit នឹងតម្លៃ$60,000គឺគាត់បង់មួយខែ$600អញ្ចឹងមានន័យថាវាអត់ប៉ះពាល់ទៅដល់កត្តាហិរញ្ញវត្ថុរបស់គាត់ទេនៅពេលដែលគាត់ទិញមានន័យថា$600ទៀតគាត់អាចចាត់ចែងជាមួយនឹងការចំណាយប្រចាំខែគាត់បានប៉ុន្តែផ្ទុយមកវិញនៅពេលដែលគាត់ទិញខុនដូហើយនៅពេលដែលគាត់ទទួលខុនដូយកមករស់នៅគាត់មានកាតព្វកិច្ចបង់សេវាកម្មដែលខ្ញុំបានរៀបរាប់អញ្ចឹងឧទាហរណ៍ដូចជាថ្លៃ management fee វាចាប់ផ្ដើមឡើង$0.8ក្នុង1ម៉ែត្រការ៉េ 1.2 1.3 2ឬក៏3វាអាស្រ័យទៅតាម project នីមួយៗបើសរុបទៅបើសិនជាប្រភេទ condo របស់គាត់មកបន្ទប់គេង60ម៉ែត្រការ៉េអញ្ចឹងមានន័យថាគាត់ចំណាយ$60ក្នុងមួយខែមួយទៀតពាក់ព័ន្ធជាមួយនឹង sinking fund មានន័យថា sinking fund គឺជា fund មួយដែលគេប្រមូលផ្ដុំគៀងគរសម្រាប់អ្នកដែលរស់នៅក្នុង condo ទាំងអស់ហ្នឹងដើម្បីជាទុនបម្រុងមួយក្នុងការទុកជួសជុលនៅពេលដែលអគារមានការខូចខាតប្រេះស្រាំផ្នែកណាមួយបាទតែអាហ្នឹងគឺយើងបង់ម្ដងទេប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមទទួលខុនដូក្នុងការរស់នៅគេតម្រូវឲ្យបង់ស្របទន្ទឹមគ្នាជាមួយនឹង management fee រយៈពេល6ខែប៉ុន្តែ sinking fund យើងបង់តែមួយដងគឺរួចរាល់ហើយតម្លៃរបស់វានឹងខុសប្លែកគ្នាទៅតាម project នីមួយៗមួយទៀតមានន័យថាពេលដែលគាត់ទិញហើយឧទាហរណ៍គាត់មានរថយន្តអញ្ចឹងគាត់ត្រូវការចំណាយទៅលើថ្លៃចំណតបាទអញ្ចឹងអត់នៅប្រទេសកម្ពុជាយើងអត់មាន condo ណាមួយដែលគេទិញឲ្យ free ចំណតទេអត់ទេអញ្ចឹងត្រូវតែចំណាយអញ្ចឹងបើសិនជាគាត់មានឡាន2ចំណតជាទូទៅវាចាប់ដើមពី$40ទៅ$100នៅក្នុងប្រទេសកម្ពុជាយើងជាពិសេសរាជធានីភ្នំពេញវាអាស្រ័យទៅតាមទីតាំងដូចជានៅតំបន់បឹងទូកោកយើងនេះគឺ40ទៅ50នៅតំបន់បឹងគីកុងវាមានគម្រោងខ្លះវាមានពី40រហូតដល់$100នោះអញ្ចឹងយើងឃើញថាបើសិនជាចំណតនឹង$40មានន័យថាបើសិនជាគាត់មានឡាន2ឡើង80បាទអញ្ចឹងនៅថ្លៃសេវាកម្មផ្សេងៗទៀតបើសិនជា condo ខ្លះគាត់ទំនើបទាន់សម័យទៅគាត់បង់ membership ទៀតនោះបាទអញ្ចឹងគាត់ចង់ប្រើប្រាស់សេវាកម្មផ្សេងៗដែលគេបំពាក់នៅក្នុងអគារហ្នឹងគឺគាត់គេតែ charge គាត់ទៀតអញ្ចឹងបើសរុបទៅមានន័យថា$600ដែលគាត់សល់ហ្នឹងណាគឺវាអត់គ្រប់គ្រាន់ទេអញ្ចឹងដល់ពេលដែលគាត់ទិញហើយគឺគាត់ត្រូវការចំណាយហ្នឹងសរុបវាលើសការរំពឹងទុករបស់គាត់ទៀតអាហ្នឹងគឺជាចំណុចមួយដែលគាត់ជួបប្រទះបញ្ហាហ្នឹងពេលដែលគាត់ទិញហើយមានន័យថាទំហំនៃការចំណាយរបស់គាត់ហ្នឹងវារីកមាឌបាទហើយពាក់ព័ន្ធនឹងចំណុចមួយទៀតមានន័យថាពេលដែលគាត់ទិញ condo ហើយបញ្ហាដែលគាត់ជួបប្រទះគឺពិបាកក្នុងការជួលឬក៏លក់បន្តចំណុចនេះ
ដោយសារអតិថិជនភាគច្រើនគាត់មើលតែតម្លៃដំបូងឯងមានន័យថាថោកធូរថ្លៃមើលទៅលើការផ្សព្វផ្សាយរបស់ភ្នាក់ងារលក់ឬក៏របស់ក្រុមហ៊ុនគេធ្វើ marketing មានខ្លះចុះ 20% 30% រហូតដល់ 50% ប៉ុន្តែគាត់អត់បានសិក្សាទៅលើចំណុចសំខាន់គឺទីតាំងព្រោះទីតាំងគឺជាចំណុចសំខាន់មួយដែលគេកំណត់ក្នុងការសម្រេចចិត្តក្នុងការទិញអចលនទ្រព្យមិនថាអចលនទ្រព្យណាទេសូម្បីតែខុនដូក៏ដោយព្រោះទីតាំងវាមានកត្តាទីតាំងល្អវាជះឥទ្ធិពលទៅលើតម្លៃនៃពេលអនាគតនិងរបៀបរបបនៃការរស់នៅបាទអញ្ចឹងបើសិនជាទីតាំងអត់ល្អគឺពិបាកក្នុងការលក់មែនតើតែបើសិនជាទីតាំងល្អដូចជាទីតាំងមួយដែលវាស្ថិតនៅជិតតំបន់ CBD ឬក៏តំបន់ពាណិជ្ជកម្មវាមានផ្សារទំនើបសាលារៀនមន្ទីរពេទ្យឬក៏សេវាកម្មផ្សេងៗនៅតំបន់នោះវាផ្ដល់ភាពរស់នៅសម្បូរបែបអញ្ចឹងមានន័យថាមនុស្សទាំងគេទាំងខ្ញុំអីអញ្ចឹងគឺចូលចិត្តរស់នៅណាស់ហើយតំបន់ CBD ជាទូទៅគឺជាកន្លែងដែលបំណុលផ្ដុំការងារអញ្ចឹងមនុស្សម្នាគឺចង់រស់នៅក្នុងអាគារមួយដែលវាគៀកជាមួយនឹងកន្លែងការងាររបស់គេទីមួយគេអាចសន្សំចៃពេលវេលារបស់គេបានបាទត្រឹមត្រូវបងបាទហើយចំណុចមួយទៀតខ្ញុំឃើញថាបញ្ហាដែលគាត់ជួបប្រទះហ្នឹងគឺគាត់ទិញហើយពិបាកក្នុងការរស់នៅហ្នឹងមិនមែនមានន័យថាសម្ដៅគ្រប់ condo ទាំងអស់ទេមានន័យថាគាត់ជ្រើសរើសប្រភេទ unit ហ្នឹងអត់ត្រឹមត្រូវអត់បានល្អបាទព្រោះនៅក្នុងអាគារមួយទាំងមូលហ្នឹងវាតែងតែមាន unit ដែលមានទីតាំងល្អហើយបាទអញ្ចឹងបើសិនជាគាត់អត់បានជ្រើសរើសពិនិត្យមើលឲ្យដឹកដល់ទេគឺគាត់នឹងជួបប្រទះនៃបញ្ហាដូចគាត់រើសទៅជួនកាលជន់ទាបពេកទៅវាមានន័យថាវាប៉ះពាល់ជាមួយនឹងសម្លេងថ្លង់ជួនកាលទៅគាត់រើសទៅគៀកជាមួយនឹងជន់ facility គេទៅគេហាត់ប្រាណគេលោតគេជុំឆេងអីវាអាចផ្ដល់សម្លេងរំខានទៅដល់ការរស់នៅរបស់គាត់ហើយទី3ទៀតមានន័យថារើសមិនល្អមានន័យថាបើសិនជាយើងរើសទៅវាប៉ះទិសខាងលិចទៅវាក្តៅខ្លាំងអីខ្លាំងទៅវាធ្វើឲ្យការចំណាយម៉ាស៊ីនត្រជាក់យើងក៏ខ្ពស់ដែរហើយបើជាទូទៅយើងឃើញថាខ្មែរយើងអត់ចូលចិត្តទិសខាងលិចទេប៉ុន្តែបើសិនជាប៉ែកអឺរ៉ុបឬក៏ជនជាតិបរទេសវិញគឺក៏អត់ប្រកាន់នេះអញ្ចឹងអត់បញ្ហាបាទអញ្ចឹងអាហ្នឹងក៏ជាកត្តាបញ្ហាប្រឈមមួយដែលពេលគាត់ទិញហើយគាត់ពិបាកដែរបាទហើយបញ្ហាកត្តាចុងក្រោយមួយទៀតដែលខ្ញុំលើកយកមកហ្នឹងគឺអតិថិជនភាគច្រើនទិញឲ្យខកចិត្តដែលយើងចំណាំមើលឃើញគេនិយាយនៅក្នុង Facebook លាន់មកថាទិញដីបានខ្យល់អញ្ចឹងណាអញ្ចឹងយើងទិញ condo ទៅមានន័យថាយើងទិញទៅក៏បាន condo ខ្មោច condo ខ្យល់ដូចគ្នាមានន័យថាអត់បានសាងសង់ឬក៏សង់យឺតយ៉ាវត្រង់ចំណុចហ្នឹងគឺខ្ញុំចង់សម្ដៅថាអតិថិជនខ្លះទិញអត់បានសិក្សាអំពីប្រវត្តិរបស់ម្ចាស់គម្រោងពីព្រោះប្រវត្តិរបស់ម្ចាស់គម្រោងយើងត្រូវធ្វើការសិក្សាប្រវត្តិរបស់គាត់តើគាត់ធ្លាប់គម្រោងមុនរបស់គាត់ធ្លាប់សាងសង់យឺតយ៉ាវជូនអតិថិជនដែរអត់គាត់ធ្លាប់មានបញ្ហាអីអត់ហើយគាត់ជាគម្រោងទីម៉ានពីព្រោះបញ្ហាមានន័យថាគេឈ្មោះរបស់ម្ចាស់គម្រោងហ្នឹងវាជាកត្តាមួយដែលតាក់ទាញអ្នកវិនិយោគអ្នកទិញនិងអ្នកជួលភាពល្បីល្បាញនៅលើទីផ្សាររបស់គាត់ហ្នឹងគឺធ្វើឲ្យមនុស្សហ្នឹងមាននិន្នាការមានទំនោរមួយគឺទិញតាមគ្នាជួលតាមគ្នាតែម្ដងឧទាហរណ៍បច្ចុប្បន្នភាពដូច Times Square អញ្ចឹងគ្រប់គម្រោងរបស់គាត់គឺកំពុងតែមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមអញ្ចឹងគ្រប់ agent ប្រមូលផ្ដុំគ្នាមកលក់អញ្ចឹងមិនថាភ្ញៀវជាតិនិងអន្តរជាតិទេគឺព្យាយាមមកទិញជាមួយនឹងគម្រោងគាត់ពីគម្រោងទី1ទី2ទី3អញ្ចឹងអាប្រវត្តិរបស់ម្ចាស់គម្រោងនេះគឺជាចំណុចដែលសំខាន់អញ្ចឹងកត្តាទាំងអស់ហ្នឹងហើយដែលខ្ញុំមើលឃើញថាវាជាកត្តារួមមួយដែលសឹងតែអតិថិជនទាំងអស់ហ្នឹងគឺជួបប្រទះហើយអានេះបើសម្រាប់ខ្ញុំហ្មងជាបទពិសោធន៍ដូចជាខ្ញុំចូលបម្រើការងារនៅក្នុងវិស័យអចលនទ្រព្យនេះជាមួយនឹងក្រុមហ៊ុន ERA នេះរយៈពេល7-8ឆ្នាំហើយខ្ញុំឃើញមានអតិថិជនដែលគាត់ទិញពីភ្នាក់ងារផ្សេងៗអញ្ចឹងពេលទៅពីភ្នាក់ងារផ្សេងគាត់ទិញទៅមានន័យថាគាត់អាចបានសិក្សាអំពីចំណុចទាំង4ដែលខ្ញុំបានសិក្សានេះទេអញ្ចឹងដល់ពេលពេញហើយគាត់ជួបប្រទះមកគាត់ផ្ញើខ្ញុំមិនកាន់លក់អញ្ចឹងដល់ពេលហ្នឹងគឺមានផលលំបាកសម្រាប់យើងមែនតើអញ្ចឹងមើលកាលណាតែយើងអត់បានដឹងអំពីចំណុចទាំង4ហ្នឹងជាមុនទេនៅពេលដែលយើងសម្រេចចិត្តទិញហើយគឺអ្វីៗគឺមានផលលំបាកមែនតើពីព្រោះយើងតែងតែលើកឡើងថាយើងទិញ condo គឺដើម្បីទៅជាបានទិញផ្ទះមួយក្នុងការស្នាក់នៅអញ្ចឹងប៉ុន្តែចុងបញ្ចប់វាគឺជាការវិនិយោគដដែលពីព្រោះនៅពេលដែលមនុស្សយើងចាប់ផ្ដើមមានបញ្ហាហិរញ្ញវត្ថុឬក៏ចង់បង្វិលសាច់ប្រាក់ដើម្បីទៅបង្កើតអាជីវកម្មថ្មីសំទោសអញ្ចឹងមានន័យថាយើងត្រូវការលក់ condo របស់យើងនេះបន្តបើសិនជាយើងអត់បានសិក្សាអំពីអាកត្តាទាំង4ហ្នឹងទេវាមានផលលំបាកសម្រាប់ការលក់មែនទេបាទត្រឹមត្រូវបងតាមស្ដាប់មើលទៅការទិញ condo ដូចជាស្មុគស្មាញច្រើនគួរសមដែរបាទអញ្ចឹងតកតងទៅនឹងបញ្ហាដែលបងបានលើកឡើងខាងលើមិនបាញ់ហ្នឹងអញ្ចឹងមានន័យថាក្នុងនាមយើងជាភ្នាក់ងារជំនាញម្នាក់តើយើងគួរតែមានវិធីអីល្អដើម្បីជួយសម្រួលដល់អតិថិជនរបស់យើងបាទនិយាយទៅគឺចំណុចនេះខ្ញុំមាន suggestion 4ចំណុចធំហើយបើសិនបើពុកម៉ែបងប្អូនអាចតាមដានជាមួយនឹង page របស់ខ្ញុំបាន page របស់ខ្ញុំគឺកម្រិត
យើងអាចមើលเพจនេះត្រង់អេក្រង់នេះបានចូលទៅមើលទៅគឺខ្ញុំមានបង្ហាញអំពីវីដេអូពាក់ព័ន្ធជាមួយនឹងកន្លឹះសំខាន់ៗស្ដីអំពីការវិនិយោគមុនពេលសម្រេចចិត្តទិញខុនដូអីអញ្ចឹងហើយទី2ទៀតគឺក៏ខ្ញុំនិយាយអំពី4ចំណុចដែរវីដេអូហ្នឹងដែលពាក់ព័ន្ធមានន័យថាគឺជា headផល4យ៉ាងដែលមនុស្សមានន័យថាកំហុសឆ្គង4យ៉ាងនៅពេលដែលអតិជនអត់បានដឹងទេគឺបង្កើតកំហុសឆ្គង4យ៉ាងហ្នឹងគឺប្រកាសជាទិញទៅជួបហានិភ័យជួបបញ្ហាបាទអញ្ចឹងក្នុងនាមខ្ញុំជាភ្នាក់ងារលក់ឬក៏គ្រប់ agent ទាំងអស់ចំណុចសំខាន់ដែលខ្ញុំអាចត្រូវធ្វើការណែនាំជូនអតិថិជនចំណុចទី1គឺអតិថិជនមុនពេលសម្រេចចិត្តទិញអីមួយជាពិសេសខុនដូគឺគាត់ត្រូវសិក្សាអំពីទីតាំងដូចខ្ញុំបានជំរាបជូនអញ្ចឹងទីតាំងគឺជាកត្តាមួយដែលសំខាន់បំផុតយើងតែងតែលើកឲ្យថាការទិញអចលនទ្រព្យគឺទីតាំងអញ្ចឹងទីតាំងល្អគឺវាជំរុញឲ្យតម្លៃខុនដូរបស់យើងហ្នឹងវាកើនឡើងនាពេលអនាគតហើយវាងាយស្រួលក្នុងការស្រូបទាញឬក៏ការស្វែងរកនៅអតិថិជនមកជួលបាទក្នុងអតិថិជនមកជួលហើយចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងការសិក្សាអំពីប្រវត្តិរបស់ម្ចាស់គម្រោងប្រវត្តិម្ចាស់គម្រោងនេះគឺជាកត្តាមួយដែលសំខាន់ចាំបាច់មែនទែនព្រោះយើងសិក្សាពីប្រវត្តិគាត់មានន័យថាយើងសិក្សាអំពីឯកសារផ្លូវច្បាប់គាត់មានឯកសារអាជ្ញាប័ណ្ណត្រឹមត្រូវអត់ជាមួយការសាងសង់ពាក់ព័ន្ធជាមួយនឹង process នៃការផ្ទេរកម្មសិទ្ធិរបស់គាត់មានភាពងាយស្រួលទេបាទពាក់ព័ន្ធជាមួយនឹងគុណភាពសំណងរបស់គាត់យ៉ាងម៉េចដែរការសាងសង់សំណងរបស់គាត់សង់ឲ្យរួចពីដៃឬក៏យ៉ាងម៉េចពេលដែលជួលនៅហើយវាផ្ដល់ផលលំបាកលេខនេះលេខនោះអញ្ចឹងអានេះគឺជាកត្តាមួយដែលសំខាន់ចាំបាច់បំផុតដែរបាទហើយកត្តាមួយទៀតគឺពាក់ព័ន្ធជាមួយនឹងឯកតាចំណុចសំខាន់ទី3ហ្នឹងគឺការជ្រើសរើសភ្នាក់ងារតែម្ដងបាទពីព្រោះខ្ញុំមើលឃើញថាជាទូទៅនៅក្នុងប្រទេសកម្ពុជារបស់យើងឃើញថាអតិថិជនភាគច្រើននៅអត់ទាន់មានទំនុកចិត្តទៅលើភ្នាក់ងារលក់ជំនាញទេបាទតែបើប្រទេសគេអត់បានទេដូចសិង្ហបុរីដូចអាមេរិកអីគឺគេយកចិត្តទុកដាក់ហើយគេផ្ដល់តម្លៃឲ្យភ្នាក់ងារលក់ដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវជាពិសេសនៅក្រុមហ៊ុនស្តង់ដារមួយដោយសារហេតុអីនៅពេលដែលដំណើរការនីតិវិធីមុនពេលទិញកំឡុងពេលទិញនិងក្រោយពេលទិញហ្នឹងគឺពួកគាត់ហ្នឹងជាអ្នកជួយសម្រួលទៅដល់កិច្ចការងារជាច្រើនមែនតើហើយពួកគាត់ហ្នឹងដែលមានជំនាញហ្នឹងគឺមានក្រមសីលធម៌ត្រឹមត្រូវមានន័យថាគាត់ដើរអមដំណើរជាមួយអតិថិជនចាប់តាំងពីដំណាក់កាលនៃការទិញរហូតដល់បញ្ចប់គាត់នៅគ្រប់ជាមួយវិនាទីអញ្ចឹងរាល់បញ្ហាអ្វីផ្សេងៗដែលកើតឡើងក្នុងដំណើរការដែលគាត់ប្រស័យតាក់ទងជាមួយនឹងម្ចាស់ developer គឺភ្នាក់ងារលក់ហ្នឹងដើរតួនាទីដ៏សំខាន់មួយក្នុងការជួយសម្របសម្រួលសពបែបយ៉ាងទាំងអស់បាទអញ្ចឹងបើសិនជាអតិថិជនគាត់ជ្រើសភ្នាក់ងារមួយដែលអត់មានក្រុមហ៊ុនស្តង់ដារត្រឹមត្រូវជ្រើសភ្នាក់ងារខុសអញ្ចឹងគាត់ជួបបញ្ហាជាច្រើនណាស់ជួបបញ្ហារឿងឈឺក្បាលមានន័យថាគាត់ទិញហើយគឺភ្នាក់ងារហ្នឹងមានន័យថាគាត់បម្រើការងារតែក្រុមហ៊ុនហ្នឹងមួយឆ្នាំចុះបាត់ស្មោលអញ្ចឹងគាត់ទិញហើយស្រាប់តែគម្រោងហ្នឹងអត់ទាន់ hand over ទេស្នៅ2ឆ្នាំទៀតតែបុគ្គលនោះចាក់ចេញបាត់តែរកភ្នាក់ងារថ្មីរកអត់ឃើញទេអញ្ចឹងតើណាទំនួលគាត់ត្រូវគាត់ដែលគាត់ធ្លាប់ពឹងអាស្រ័យផលជាមួយនឹងគាត់កាលពីមុនមកដើម្បីជួយប្រសេសរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធជាមួយនឹងការខុនដូរបស់គាត់ហ្នឹងគឺបាត់ស្មោលតែម្ដងហើយអាហ្នឹងកត្តាហ្នឹងខ្ញុំជួបច្រើនខែ 5-6 ខែសម្រាប់អតិថិជនគេមិនអតិថិជនខ្ញុំទេគឺពេលដែលគាត់ផ្ញើយើងលក់ហើយខ្ញុំសួរថាបងភ្នាក់ងារបងពីមុនមកទៅណារត់ឃើញអូនមិនដឹងទៅណាតាក់ទងអត់បានបាត់ទេអញ្ចឹងគាត់ដូរក្រុមហ៊ុន 3-4 អញ្ចឹងអាកត្តាហ្នឹងគឺសំខាន់មែនតើអញ្ចឹងបានជា suggestion ឬក៏សំណើពីខ្ញុំទៅវិញគាត់3អ្នកទិញទាំងអស់គឺត្រូវតែជ្រើសរើសភ្នាក់ងារដោយយកចិត្តទុកដាក់ទី1គឺត្រូវជ្រើសរើសភ្នាក់ងារដែលគាត់មានក្រុមហ៊ុនស្តង់ដារត្រឹមត្រូវនឹងជំនាញវិជ្ជាជីវៈបាទអាហ្នឹងមួយទី2ទៀតគឺត្រូវតែជ្រើសរើសបុគ្គលនឹងឲ្យគាត់មានក្រុមការងារជំនាញនិងបទពិសោធន៍ពិតប្រាកដហ្មងពាក់ព័ន្ធជាមួយនឹងការទិញលក់និងជួលប្រសិនបើជួនកាលអ្នកខ្លះគាត់មានជំនាញតែលក់ឯងហើយគាត់មានក្រុមការងារអញ្ចឹងអា process នៃការជួយដល់អតិថិជនណាក្នុងការលក់បន្តក្នុងការស្វែងរកអ្នកជួលហ្នឹងគឺពិបាកមែនទែនហ្មងតែបើសិនជាគាត់មានក្រុមការងារដែលជំនាញវិជ្ជាជីវៈត្រឹមត្រូវមានបទពិសោធន៍ពិតប្រាកដជាមួយនឹងការទិញលក់ជួលហ្នឹងគឺផ្ដល់ភាពងាយស្រួលសម្រាប់គាត់ចង់រកអ្នកជួលយើងមានក្រុមការងារជំនាញបទពិសោធន៍ច្រើនឆ្នាំធ្វើហ្នឹងគឺគាត់អាចរកអ្នកជួលបានភ្លាមគាត់ចង់លក់បន្តគឺគាត់មានវិធីសាស្ត្រយុទ្ធសាស្ត្រធ្វើ marketing ដើម្បីឲ្យមានភ្ញៀវស្រូបទាញក្នុងការទិញមានន័យថាលក់នៅខុនដូរបស់គាត់បានលឿនបាទអញ្ចឹងគឺចំណុចនេះគឺជាសំខាន់មែនតើអញ្ចឹងមានន័យថាត្រូវតែរើសភ្នាក់ងារលក់ឲ្យបានត្រឹមត្រូវហើយពិចារណាហើយនិយាយទៅគឺការសិក្សាដើម្បីឲ្យដឹងថាភ្នាក់ងារលក់នឹងគាត់មានជំនាញវិជ្ជាជីវៈត្រឹមត្រូវល្អនឹងគឺអត់ពិបាកទេយើងអាចធ្វើការតេស្តគាត់ក្នុងការសាកល្បងក្នុងការសួរនាំគាត់អំពីប្រវត្តិនៃការធ្វើការងាររបស់គាត់នឹងជាមួយនឹងអតិថិជនចាស់គាត់ឲ្យបាន3 ទៅ 4 នាក់អីទៅអញ្ចឹងយើងនឹងដឹងអំពី process គាត់តើគាត់ជាមនុស្សដែលមានទំនួលខុសត្រូវជាមួយនឹងអតិថិជនរបស់គាត់ទៅគេដែរទេនៅពេលដែលពួកគាត់នឹងកំពុងតែជួបបញ្ហាខ្ញុំលើកឧទាហរណ៍ដូចជាក្រុមការងាររបស់ Big Five អញ្ចឹងក្រុមការងាររបស់ Big Five គឺជាក្រុមការងារជំនាញមួយនៅក្នុងក្រុមហ៊ុន EOA ដែលបម្រើការងាររយៈពេល
7 ឆ្នាំគ្នាហើយក្រុមការងារជំនាញរបស់ពួកគាត់នឹងជាទូទៅគឺគាត់មានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងការទិញលក់និងជួលបាទនិយាយបើនិយាយពី transaction វិញគឺយើងមាន transaction ច្រើនមែនតើយើងជួយអតិថិជនបានច្រើនហើយមិនមែនជាទ្រឹស្ដីទេគឺយើងជួយអតិថិជនពិតៗអញ្ចឹងយើងដឹងពីតម្រូវការរបស់អតិថិជនយើងមានអតិថិជនក្នុងដៃក្នុងការទិញ condo ដែលអតិថិជនលក់បន្តនិងមានអតិថិជនដែលត្រូវការជួលអញ្ចឹងគាត់មានបទពិសោធន៍គាត់ដឹងអំពី process អញ្ចឹងការរៀបចំឯកសារគឺអត់ផ្ដល់ភាពឈឺក្បាលដល់អតិថិជនទេគាត់អតិថិជននិយាយអំពីលក្ខខណ្ឌនៃការដោះដូរមកលក់តម្លៃប្រហែលលក្ខខណ្ឌរបៀបយ៉ាងម៉េចគឺ process ឯកសារគឺតាមលំដាប់លំដោយគ្រប់គ្រាន់តែម្ដងហើយយើងអត់ដែលធ្វើអត់ដែលមានបញ្ហាទេអាហ្នឹងគឺជាចំណុចដែលខ្ញុំចង់ផ្ដោតសំខាន់បាទសូមអរគុណបងមែនទែនបាទសម្រាប់ចម្លើយដ៏ក្បោះក្បាយហើយយ៉ាងច្បាស់លាស់ជូនទៅដល់អតិថិជនរបស់យើងបាទអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់តាក់ទងទៅនឹងវិស័យអចលនទ្រព្យនៅកម្ពុជាអញ្ចឹងបងប្អូនអាចធ្វើការតាមដាននៅ page របស់យើងដែលមាននៅខាងលើបាទមាន TikTok មាន page ហើយបើចង់មើលវីដេអូពេញបងប្អូនអាចចូលទៅក្នុង YouTube channel របស់ខ្ញុំបានបាទសូមអរគុណច្រើនបាទសូមជម្រាបលា